Trong riêng xưaអ្នកគ្រូនឹងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានតែងសេចក្តីថ្ងៃប្រហ័ស4កើតខែមិឆឆ្នាំអាសាញ់ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី22ខែមករាឆ្នាំ2026តែសេចក្តីថ្នាក់ទី3តំបន់43មេរៀនទី13ការពណ៌នាអំពីមនុស្សថ្ងៃទី4ការពណ៌នាអំពីមនុស្សការពណ៌នាអំពីអ្នកគ្រូរបស់អ្នកតែងតែសេចក្តីអធិប្បាយអ្នកគ្រូប៊ូថេងឈុនលីអ្នកគ្រូខ្ញុំឈ្មោះប៊ូថេងឈុនលីគាត់មានអាយុប្រហែល55ឆ្នាំសពថ្ងៃគាត់រស់នៅភូមិប្រងើយទី1ឃុំថ្មពូនស្រុកកញ្ជៀសខេត្តព្រៃវែងគាត់មានមាឌធំល្មមរាងខ្ពស់ស្រឡះកម្ពស់1.63 ម៉ែត្រសម្បុរសណ្ដែកបាយស្រក់សក់ស្ងួតច្រមុះស្រួចដៃជើងសមនឹងដងខ្លួននិយាយមើងម៉ាត់គួរឲ្យចូលចិត្តគាត់ស្លៀកពាក់អាវសសំពត់បត់គាត់ឧស្សាហ៍ធ្វើការងារនិងរួសរាយរាក់ទាក់ចំពោះមនុស្សទូទៅគាត់ចូលចិត្តនិយាយដាស់តឿនសិស្សានុសិស្សឲ្យខិតខំរៀនសូត្រយើងគោរពស្រឡាញ់គាត់ព្រោះគាត់ជាម្ដាយទី2របស់យើងជម្រាបលាអ្នកគ្រូនិងមិត្តភក្តិទាំងអស់គ្នា